សូម កូនខ្មែរគ្រប់រូប ស្រឡាញ់ទឹកដី ខ្លួនឲ្យខ្លាំង តាមរយៈការអភិវឌ្ឍនៃចំណេះដឹង និងឆាកជីវិតរបស់ខ្លួន ពេលខ្លះអ្វីដែលគួរឲ្យសោកស្ដាយ បំផុត បរទេសខ្លះ គេអាចមើងងាយយើងបានមិនមែនដោយសារគេខ្លាំងទេ គឺដោយសារយើងវាអន់ អញ្ចឹងក្នុងសម័យនេះ ប្រទេសមួយដែលខ្លាំង គឺមានពលរដ្ឋដែលមានការចេះដឹង អញ្ចឹងដើម្បីរក្សាទឹកដីរបស់យើង ពូជសាសន៍របស់យើងឲ្យថិតថេរគង់វង្សបាន ពលរដ្ឋខ្មែរគ្រប់រូបជាពិសេសយុវជនជំនាន់ថ្មី ត្រូវព្យាយាមអប់រំ និងអភិវឌ្ឍខ្លួនឲ្យទទួលបានជោគជ័យមានចំណេះដឹង នៅក្នុងជីវិត វានឹងមានពេលមួយដែលក្មួយត្រូវតែមិនបង្ខំចិត្តទេ គឺត្រូវតែជ្រើសរើសថា ត្រូវជ្រើសរើសខ្លួនឯង មានន័យថាម៉េច មានន័យថាត្រូវតែកំណត់ថានេះជាម្ចាស់ជីវិតរបស់ខ្លួនឯង អញ្ចឹងហើយបានជាព្រះពុទ្ធជាម្ចាស់ លោកបង្រៀនទ្រឹស្ដីមួយថា អត្តាហេ អត្តណោនេថោ យើងចេះទេពាក្យហ្នឹង ប៉ុន្តែគេបកប្រែថាខ្លួនទីពឹងខ្លួន តាមពិតន័យមានន័យថាចេះ គេបកអញ្ចឹងក៏ត្រូវដែរ ពាក្យថាអត្តាហេ អត្តណោនេថោ ពាក្យថានេថោ ឬក៏នេថៈកន្លែងហ្នឹងប្រែថា ជាអធិបតីជាធំជាម្ចាស់ មានន័យថាខ្លួនជាម្ចាស់នៃជីវិតរបស់ខ្លួនឯង គឺខ្លួនឯងអ្នកសម្រេច អញ្ចឹងក្មួយផ្ដើមចេញពីនឹងទៅ ដើមចេញពីនឹងទៅ ឥឡូវចង់បានអីក្មួយចង់បានអី មិនមែនចង់បានមិត្តភក្តិចង់អី ក្មួយខ្លះគាត់ដឹកនាំជីវិតបដោយជីវិតរបស់ខ្លួនទៅតាមទំនោរសង្គម បើមិត្តភក្តិថារៀន management គាត់ management ដែរ ដល់មិត្តភក្តិគេឃើញគេភាកច្រើនគេមកសេដ្ឋកិច្ចដែរ ច្បាប់ដែរ ដល់ទីបំផុតអត់មានអ្វីទាំងអស់ អញ្ចឹងជាសាររបស់អាត្មាជូនជាយោបល់ខ្លីមួយថា ក្មួយប្រុសក្មួយស្រី សូមត្រូវក្មួយត្រូវតែមានគោលដៅ ហើយរៀនរស់ម្នាក់ឯង កុំពឹងម៉ាក់ច្រើនពេក ម៉ាក់ប៉ាទាំងអស់នោះគាត់មិននៅជាមួយក្មួយមួយជីវិតទេ គ្រាន់តែម៉ាក់ស្ដីឲ្យរឿងបន្តិចយំ អ្នកខ្លះរហូតដល់សម្លាប់ខ្លួននេះនោះ ណា គ្រាន់តែគេមិនស្រឡាញ់ តែពិបាកអី មិនស្រឡាញ់ហេរ៉ូ អ្នកខ្លះនោះក៏ពិបាកហេតុអីរឿងនេះកើតចំពោះខ្ញុំអត់ទេ មនុស្សគ្រប់គ្នា មានរឿងគ្រប់គ្នា ហើយពេលដែលមានរឿងណាកុំព្យាយាមនិយាយប្រាប់គេច្រើនពេក គេមិនចង់ស្ដាប់យើងទេ ពីព្រោះគេក៏មានរឿងរបស់គេដែរ កុំយំសោកវល់ឲ្យពិភពលោកនេះហេតុអីបានរឿងនេះធ្លាក់មកលើខ្ញុំអស់ច្រើនណាស់គេជូនពរតាម Facebook ទីថាឆាប់យូរអានឹងចេញទៅ នេះជាជីវិតពិតក្មួយ អញ្ចឹង learn to live alone stay strong តែដេកគុណនេះមកបង្រៀនឯងឲ្យ strong អត់ឈប់ចង់តែអត់ទេជីវិត អាត្មាមុនមកនេះអានពាក្យរបស់អ្នកប្រដាល់មួយធ្លាប់ឮឈ្មោះល្បីទសវត្សរ៍ 90 ឈ្មោះលោក Mike Tyson ស្គាល់ទេ គាត់បាននិយាយថាខ្ញុំហាត់គ្រប់បច្ចេកទេសនៃការវាយប្រដាល់គ្រូល្អណាស់ខ្ញុំហាត់អស់ហើយខ្ញុំមានគម្រោងនឹងយកឈ្នះសត្រូវរបស់ខ្ញុំគ្រប់គ្នាទាំងអស់ ប៉ុន្តែពេលខ្ញុំឡើងលើរីងខ្ញុំនឹងដឹងរឿងពិតថាយ៉ាងម៉េចនៅពេលដែលគេវាយចំកណ្ដាលមុខរបស់ខ្ញុំ ពេលនោះហើយទើបខ្ញុំដឹងថាអ្វីៗគ្រប់យ៉ាងមិនទៀង